វីដេអូនេះដាំតអ្នកអត់មានគូហើយអត់ទាន់មានសង្សារអត់ទាន់មានប្តីប្រពន្ធចឹងហើយបើអត់ទាន់មានប្តីប្រពន្ធទេកុំមើលវីដេអូនេះឬក៏អត់ទាន់មានសង្សារអីកុំមើលវីដេអូនេះគឺខ្ញុំធ្វើវីដេអូនេះដើម្បីតែអ្នកមានប្តីឬក៏មានសង្សារមានគូទេមកអត់ណោះនេះចាញ់បោកងមួយយ៉ាមិនលុយថាបងវិញចាំមានលុយណាស់ថាហ្មងណាអូដៃលុយថាបងឯងណែជឿចិត្តនេះអត់គូណាខែកដឹកចឹងអ្នកមានអត់អ្នកអត់គូរកគូមួយឲ្យហើយទៅអត់តដល់ខែកដឹកទេតិចទៀតមកដល់ជំរឿននេះនិយាយច្រើនហ្មងជំរឿននេះអត់គូហ្នឹងដេកងារហ្មងហ្នឹងហើយអូនអញ្ចឹងបាច់ឆ្ងល់ទេថាហេតុអីមិនគេការខែកដឹកគេការដើម្បីឲ្យយកមកអូខេថ្ងៃនេះដែរគឺខ្ញុំមកលៀងមុខជាមួយនឹង foam លៀងមុខ MMO ទៀតហើយបងប្អូនទាំងគ្នានិយាយទៅគឺខ្ញុំអត់ដែលចោលទេបងប្អូនជាមួយនឹង foam លៀងមុខ MMO ពីព្រោះអីល្អប្រើខ្លាំងតែម្ដងថាពេលយើងចេញទៅក្រៅម្ដងត្រូវតលីដីត្រូវផ្សែងពុលឡាធ្វើឲ្យមុខយើងកើតមុនឡើងរោឡើងជាំឡើងអាចរុយមកសាក់ប្រើជាមួយនឹង foam លៀងមុខ MMO ម្ដងមើលបងប្អូនទាំងគ្នាដែរត្រូវតែម្ដងហើយ foam លៀងមុខ MMO ពពុះច្រើនតែម្ដងបងប្អូនទាំងគ្នាដូចឃើញអញ្ចឹងពពុះច្រើនហើយសាច់ foam ទុនល្មើស្រាហើយឡើងក៏អូបតែម្ដងពេលលៀងមុខហើយក៏អត់ធ្វើមុខយើងស្ងួតទេគឺមានសំណើមជារៀងរហូតតពីខ្ញុំលៀងមុខហើយក៏ខ្ញុំអត់ចោលដែរជាមួយនឹងសម្លៃជូតមុខ MMO របស់ Jazzing ពីព្រោះអីល្អប្រើខ្លាំងតែម្ដងបងប្អូនទាំងគ្នាសម្រាប់បងប្អូនណាខ្លះដែលមានកើតមុនធំមុនខ្ទូមមុនខ្មោចមុនកប់មុខរោលមុខឡើងអាចរុយមុខឡើងកសៃក្រហមមុខឡើងមុនច្រើនដោយសារប្រើផលិតផលខុសមកសាក់ប្រើសម្លៃជូតមុខ MMO របស់ Jazzing ម្ដងមើលដល់ត្រូវតែម្ដងបងប្អូនទាំងគ្នាហើយមុខខ្ញុំពីមុនមកគឺថាកើតមុនឡើងស្លក់ឡើងស្អាតតែម្ដងហើយដើរទៅណាមកណាគឺខ្មាស់គេតែម្ដងឥឡូវខ្ញុំជឿជាក់វិញហើយបងប្អូនទាំងគ្នាដោយសារខ្ញុំមានសម្លៃជូតមុខ MMO របស់ Jazzing ពេលខ្ញុំជូតមុខហើយក៏ខ្ញុំអត់ភ្លេចដែរជាមួយនឹងម៉ាស់ MMO របស់ Jazzing គឺថាខ្ញុំមកបិទម៉ាស់មកតង់ទៀតដើម្បីឲ្យមុខយើងស្រស់ស្អាតមុខដលងឲ្យមុខក្មេងជាងវ័យហើយសម្រាប់បងប្អូនណាខ្លះដែលចូលចិត្តដេកពេលយប់ដេកយប់ជ្រោយដល់ម៉ោង1ម៉ោង2យប់ហើយធ្វើឲ្យមុខយើងស្លក់គ្រាប់ភ្នែកស្លក់អីហ្នឹងបងប្អូនហើយធ្វើឲ្យមុខយើងកើតមុនហើយធ្វើឲ្យមុខយើងរៀងស្អាតទៀតមកឥឡូវបាច់ភ័យបងប្អូនទាំងគ្នាចង់ដេកបងម៉ាក៏បានដែរមកសាក់ប្រើជាមួយនឹងម៉ាស់បិទមុខ MMO របស់ Jazzing ដែរត្រូវតែម្ដងហើយបើសួរខ្ញុំថាបិទម៉ាស់ហ្នឹងដើម្បីគេគឺថាដើម្បីឲ្យមុខយើងស្អាតកុំឲ្យមានមុនកុំឲ្យមានជាំកុំឲ្យមានអាចកុំឲ្យមុខស្លក់ធ្វើឲ្យមុខយើងឡើងរលោងហើយមានសំណើមទៀតបងប្អូនទាំងគ្នាចង់បានស្បែកមុខស្អាតចង់បានស្បែកមុខរលោងចង់បានស្បែកមុខបាត់មុនបាត់ជាំបាត់ស្នាមភ្លេចប្រើជាមួយនឹងឈុតមុខ MMO របស់ Jazzing ហ្នឹងហើយបងប្អូនទាំងគ្នាខ្ញុំធ្វើវីដេអូ sweet បន្តិចហើយបងប្អូនទាំងគ្នាកុំខឹងខ្ញុំអីតិចខឹងខ្ញុំកុំខឹងខ្ញុំអីខ្ញុំគ្រាន់តែ sweet លេងទេបងប្អូនទាំងគ្នាអើយនិយាយមកចង់និយាយអីនិយាយមកនោះធ្វើថាប់ណាឥឡូវបងចង់សួរខ្លួនឯងថាឥឡូវយើងមានកូនមួយហើយឥឡូវបងចង់សុំខ្លួនឯងយកកូនមួយទៀតអត់មិនអត់ចឹងអូនអត់យកទេយកកូនមួយហត់ចឹងងាប់ហីមិនហត់អូនអត់ពេលថា3ទៅ5ឆ្នាំទៀតបានយកកូនទៀតបានបាញ់អត់មានមកបង្ខំខ្ញុំទេវាមិនដែលទេអូនឥឡូវតែបង្ខំអូនរត់ចោលហើយឥឡូវខ្ញុំចង់សួរបងប្អូនថាគួរបោះឆ្នោតឲ្យខ្ញុំយកកូនមួយទៀតអត់ខ្ញុំចង់សួរបងប្អូនថាខ្ញុំគួរយកកូនមួយទៀតអត់ប៉ុន្តែតាមមកបងស្រីកុំបាច់ចង់ធ្វើខ្លួនដូចខ្ញុំពេញតែធ្វើខ្លួនប្តីប្រពន្ធយកតែកូនទេមិនមែនចាំណាក្រក់អាណាប្រើយើងឆ្លៀកពាក្យអញ្ចឹងឆ្លៀកពាក្យអញ្ចឹងពាក្យថតហ្នឹងខ្ញុំបងចេះតែចង់បានកូនមួយទៀតអូនខ្ញុំអត់យកទេអត់យកវាយខ្ញុំមកងាប់ខ្ញុំអត់យកដែរនៅអត់យកណាឆ្លើយពីមុនហើយអូនហត់តែម្នាក់ឯងហ្នឹងបែរមានជួយមកអូនណាហើយអូនអ្នកពពូអូនអ្នកមើលអូនអ្នកកើតអូនអ្នកធ្វើអីទាំងអស់ទៅពេលបែរជួយធ្វើអីអត់ជួយធ្វើអីបីអូនបងជួយបតក់មេជីវិតអូនអីជួយតែបតក់ពពូអត់ដល់អូនពពូនោះវាមិនចុះណៃឲ្យបងយកកូនមួយទៀតអីយកប៉ុន្តែដល់ពេលយូរតិចទៅក៏បខំឲ្យកូនទៅបានប្រហែលខែក៏បបួលយកកូនមួយទៀតហួសចិត្តខ្ញុំចង់យកកូនមួយទៀតបងប្អូនតែប្រពន្ធខ្ញុំវះអញ្ចឹងអាចយកកូនភ្លាមបានទេបងប្អូនអ្នកគ្នាបងប្អូនណាខ្លះដែលធ្លាប់មានប្រវត្តិអញ្ចឹងជួយខមមិនប្រាប់អ្នកមួយមកថាអាចយកបានទៀតអត់ណាអត់បងថាចាំមើលបងប្អូនយើងគាត់បោះឆ្នោតមើលថាពេលវាហើយបានរយៈពេលមិនទាន់បានមួយឆ្នាំហ្នឹងអាចយកកូនមួយទៀតបានអត់បើប្រពន្ធតំណអីអញ្ចឹងចង់មិនបងឯងតំណអញ្ចឹងអូនឯងគិតឲ្យបងធ្វើបែបម៉េចអូនតំណមិនអូនស្លៀកថតហ្នឹងតែពេលអូនស្លៀកខ្លុំវិញវាតំណពេកអើយអូនបើយើងយកកូនមួយទៀតវាបានមួយម្នាក់មួយអញ្ចឹងវាមើលទៅវារៀងអត់ចំណេញគ្នាអូនចង់អញ្ចឹងអត់ខ្ញុំអត់ចង់ចំណេញណាគេយើងមើលខ្លួនឯងខ្ញុំអត់ចង់ចំណេញណាគេទាំងអស់